ធនាគារចំនួន3ដែលរួមមានធនាគារ CCU Commercial ធនាគារ Hang Seng Cambodia និងធនាគារ HH ត្រូវបានធនាគារជាតិកម្ពុជាឬហៅថា NBC សម្រេចដកអាជ្ញាប័ណ្ណនិងដាក់ក្រោមការជំរះបញ្ជីនេះបើយោងតាមសេចក្តីប្រកាសធនាគារជាតិនៅថ្ងៃទី1ខែសីហាឆ្នាំ2026នេះធនាគារជាតិបានតែងតាំងក្រុមហ៊ុនចំនួន2ក្នុងការជំរះបញ្ជីធនាគារទាំង3នេះរួមមានក្រុមហ៊ុន Rich និង Partner នឹងត្រូវទទួលខុសត្រូវជំរះបញ្ជីធនាគារ CCU Commercial ចំណែកក្រុមហ៊ុន Baker Tilly Cambodia ជាអ្នកជំរះបញ្ជីធនាគារ Hang Seng Cambodia និងធនាគារ HH ការជំរះបញ្ជីនេះនឹងចាប់ផ្ដើមចាប់ពីថ្ងៃអង្គារទី4ខែសីហានេះតទៅហេតុដូចនេះចំពោះអតិថិជនធនាគារទាំង3នេះធនាគារជាតិស្នើឲ្យរៀបចំឯកសារសុំដកប្រាក់បញ្ញើនិងតាក់ទងទៅកាន់ក្រុមហ៊ុនទាំងពីរដែលទទួលខុសត្រូវទៅលើធនាគារនីមួយៗដោយឡែកមុនពេលដែលធនាគារជាតិសម្រេចដកហូតអាជ្ញាប័ណ្ណធនាគារទាំង3នេះក៏ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជាបន្តបន្ទាប់នៅថ្ងៃទី24ខែមិថុនាក្នុងចំណោមឈ្មោះបុគ្គលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងនោះសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើធនាគារ CCU Commercial ផងដែរដោយអាមេរិកអះអាងថាធនាគារនេះមានទំនាក់ទំនងជាមួយបណ្ដាញក្រុមហ៊ុន Print ចំណែកឯធនាគារ Hang Seng Cambodia ត្រូវបានរកឃើញមានបណ្ដាញតភ្ជាប់ទៅនឹងការឆបោកតាមអ៊ីនធឺណិតរីឯធនាគារ HH វិញក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ2025ដោយអះអាងថាមានជាប់ពាក់ព័ន្ធនឹងបុគ្គលដែលរងទណ្ឌកម្មនិងបណ្ដាញឆបោកវិនិយោគរូបិយប័ណ្ណឌីជីថលឬស្គាល់ថាជាគ្រីបតូ